ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការប្រើប្រាស់ Customer Refund នៅក្នុងប្រព័ន្ធដោយជាទូទៅគឺយើងប្រើ Customer Refund ដើម្បីកត់ត្រាទឹកប្រាក់ដែលត្រូវបង្វិលសងទៅឲ្យអតិថិជនវិញតែការបង្វិលសងនឹងអាចមានពីរករណីដែលទី1គឺការបង្វិលសងពី payment ដែលបានបង់ប្រាក់លើសហើយនិងទី2គឺការបង្វិលសងចេញពី credit note អញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍ទៅលើករណីទាំងពីរនេះករណីទី1ការបង្វិលសងពី payment ដែលបានបង់ប្រាក់លើសជាដំបូងខ្ញុំនឹងបង្ហាញពីការកត់ត្រានៅក្នុង customer payment ដែលបង់លើសជាមុនសិនអញ្ចឹងនេះគឺជា customer ដែលយើងបានទទួល payment ពីគាត់រួចហើយ amount នៅលើ invoice គឺ$330តែប្រាក់ដែលអតិថិជនបានបង់គឺដល់ទៅ$350អញ្ចឹង system នឹងបង្ហាញត្រង់កន្លែង unapply amount នេះថាគាត់បានបង់លើសចំនួន$20ដូចនេះយើងត្រូវ refund ទៅឲ្យអតិថិជនចំនួន$20វិញអញ្ចឹងត្រឡប់មកវិញនៅក្នុងការកត់ត្រាប្រាក់ refund គឺយើងត្រូវចូលទៅក្នុង customer refund រួចចុច new ហើយរើសនៅឈ្មោះអតិថិជនអញ្ចឹង payment ដែលមាន unapply amount នឹងបង្ហាញនៅខាងក្រោមនេះបន្តមកទៀតយើងធ្វើការដាក់នៅ refund amount រួចថិចជាមួយនឹង payment ដែលបានបង់លើសនឹងហើយត្រង់កន្លែងនេះយើងរើសថាយើងទទួលប្រាក់តាមរយៈធនាគារឬមួយក៏សាច់ប្រាក់ដាក់ថ្ងៃខែនិងចុច save ជាការស្រេចចំពោះករណីទី2គឺការបង្វិលសងចេញពី credit note ករណីនេះអាចកើតមានឡើងនៅពេលដែលអតិថិជនគាត់បានបង់ប្រាក់រួចរាល់ហើយបន្ទាប់មកទៀតទើបមានការចេញជា credit note តាមក្រោយអញ្ចឹងក្នុងករណីនេះគឺយើងត្រូវ refund ប្រាក់ទៅឲ្យអតិថិជនវិញដោយកាត់ចេញពី credit note ដោយដែលខ្ញុំបានបង្ហាញនៅ credit note មួយនេះដោយសារតែប្រតិបត្តិការហ្នឹងគឺបានបង់ប្រាក់រួចហើយអញ្ចឹងនៅពេលដែលធ្វើ credit note គឺมันមាន invoice ដែលត្រូវកាត់កងបង្ហាញនៅខាងក្រោមនេះទេគឺមានតែ unapply amount សម្រាប់ធ្វើការ refund អញ្ចឹងបន្តមកទៀតយើងត្រឡប់ទៅធ្វើការ refund ដូចធម្មតាជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ